សេវាកម្មទេសចរណ៍សន្តាគារភោជនីយដ្ឋាននិងការកំសាន្តនានាដូចជាតំបន់ Pub Street មានភាពសម្បូរបែបនិងរស់រវើកជាងគេឥឡូវយើងចូលទៅសួរ AI មើលបាទទៅសួរ AI តើខេត្តសៀមរាបមានអ្វីដែលពិសេសតើខេត្តសៀមរាបមានអ្វីពិសេសជាងគេនៅក្នុងប្រទេសកម្ពុជាបាទចាំមើល AI គាត់ឆ្លើយថាម៉េចបាទអូខេឥឡូវ AI គាត់ឆ្លើយហើយបាទចេញមកហើយខ្ញុំសូមពង្រីកឲ្យធំតិចដោយសារតែខ្ញុំខ្សោយបញ្ហាភ្នែកមើលមិនឃើញបាទអញ្ចឹងនេះគឺជាចម្លើយថាខេត្តសៀមរាបគឺជាខេត្តដ៏ពិសេសនិងមានភាពលេចធ្លោជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាក៏ដូចជាលើឆាកអន្តរជាតិដោយសារតែកត្តាសំខាន់មួយចំនួនដូចខាងក្រោមទី1បាទ1បេតិកភណ្ឌពិភពលោកនិងអច្ឆរិយវត្ថុបាទគឺប្រាសាទអង្គរវត្តខេត្តសៀមរាបគឺជាទីតាំងនៃរមណីយដ្ឋានអង្គរដែលជាបណ្ដុំប្រាសាទបុរាណដ៏អស្ចារ្យនិងធំជាងគេបំផុតលើពិភពលោកក្នុងនោះប្រាសាទអង្គរវត្តមិនត្រឹមតែជាអច្ឆរិយវត្ថុនិងជាមោទនភាពជាតិរបស់កម្ពុជាបាទមានវត្តមាននៅលើទង់ជាតិប៉ុណ្ណោះទេប៉ុន្តែវាក៏ជាតំណាងឲ្យកំពូលនៃស្ថាបត្យកម្មនិងសិល្បៈខ្មែរនាសម័យអាណាចក្រអង្គរផងដែរក្រៅពីនេះនៅមានប្រាសាទល្បីៗជាច្រើនទៀតដូចជាប្រាសាទបាយ័នដែលមានព្រំមុខញញឹមប្រាសាទតាព្រំដែលល្បីខាងឫសឈើដុះលើប្រាសាទនិងប្រាសាទបន្ទាយស្រីជាដើម2បេះដូងនៃវិស័យទេសចរណ៍កម្ពុជាបាទខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍វប្បធម៌និងប្រវត្តិសាស្ត្រលេខ1របស់ប្រទេសកម្ពុជាដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំសេវាកម្មទេសចរណ៍សន្តាគារភោជនីយដ្ឋាននិងការកំសាន្តនានាដូចជាតំបន់ Pub Street មានភាពសម្បូរបែបនិងរស់រវើកជាងគេបាទ3បឹងទន្លេសាបនិងភូមិបណ្ដែតទឹកខេត្តសៀមរាបមានព្រំប្រទល់ជាប់នឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍អ្វីដែលពិសេសនោះគឺជីវភាពរស់នៅរបស់ប្រជាជននៅក្នុងភូមិបណ្ដែតទឹកដូចជាកំពង់ភ្លុកចុងឃ្មាសនិងមេជ្រៃដែលបង្ហាញពីវប្បធម៌និងរបៀបរស់នៅប្លែកៗពីតំបន់ដទៃ4តំបន់ភ្នំគូលែនរាជធានីបុរាណនិងប្រភពទឹកស័ក្តិសិទ្ធិបាទភ្នំគូលែនត្រូវបានចាត់ទុកជាទីតាំងកំណើតនៃអាណាចក្រអង្គរជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី2ប្រកាសឯករាជ្យនិងទេវរាជជាទីសក្ការៈដ៏ស័ក្តិសិទ្ធិមានទឹកធ្លាក់ធម្មជាតិព្រះអង្គធំព្រះពុទ្ធបដិមាទុំរេតនិងលិង្គ1000នៅបាតស្ទឹងដែលជាភាពទាក់ទាញផ្នែកជំនឿនិងធម្មជាតិយ៉ាងខ្លាំង5ការរក្សាបាននូវអត្តសញ្ញាណនិងភាពទាក់ទាញបែបបុរាណទោះបីជាមានការអភិវឌ្ឍខ្លាំងលើវិស័យទេសចរណ៍ក៏ទីក្រុងសៀមរាបថែរក្សាបាននូវសោភ័ណភាពបៃតងដើមឈើធំតាមដងស្ទឹងសៀមរាបស្ថាបត្យកម្មរួមផ្សំរវាងខ្មែរនិងបារាំង
និងការរៀបចំក្រុងយ៉ាងមានរបៀបរៀបរយជាពិសេសក្រោយការស្ថាបនាផ្លូវ38ខ្សែដែលធ្វើឲ្យខេត្តនេះមានបរិយាកាសគួរឲ្យចង់រស់នៅនិងទស្សនាបំផុតសរុបមកអ្វីដែលធ្វើឲ្យខេត្តសៀមរាបពិសេសជាងគេគឺព្រលឹងវប្បធម៌និងអរិយធម៌ដ៏រុងរឿងរបស់ដូនតាខ្មែរដែលត្រូវបានថែរក្សាយ៉ាងល្អនិងជាស្ពានភ្ជាប់កម្ពុជាទៅកាន់ពិភពលោកបាទនេះគឺជាទិន្នន័យដែលផ្ដល់ដោយ AI ហើយខ្ញុំសង្ឃឹមថាព័ត៌មានទាំងនេះបើទោះជាមិនបានគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ជាផ្នែកមួយសម្រាប់ពុកម៉ែបងប្អូនយើងដែលទស្សនាវីដេអូនេះហើយក៏សូមអធិស្ឋានអភ័យទោសផងដែរបើសិនជាមានកំហុសខុសឆ្គងយ៉ាងណាដោយអចេតនានោះបាទហើយបងប្អូនយើងអាចសួរបានតទៅទៀតណាបងបើសិនជាយើងចង់ដឹងព័ត៌មានអីផ្សេងទៀតនៅក្នុងខេត្តសៀមរាបយើងអាចសួរបានយើងអាចសិក្សាបានតាមរយៈ AI បើទោះជាពេលខ្លះក៏មានចំណុចខុសឆ្គងតិចតួចដែរមិនមែនថាត្រូវ 100% ទេក៏ប៉ុន្តែជាផ្នែកមួយសម្រាប់យើងសិក្សាស្រាវជ្រាវនិងសួរនាំបានផងដែរបាទសម្រាប់វីដេអូនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលាបាទ